ដែលមករករបស់នេះទៅមករបស់ពួកគេនោះក៏មិនសូវជាល្អប៉ុន្មានដែរចំណែកឯព្រឹទ្ធាចារ្យលីដែលចូលមកជាមួយនឹងអំណាចធម្មពលចុះហ្វានក៏ចេញមករៀបរៀងហើយសួរថាជប់សិនព្រឹទ្ធាចារ្យលីក្រែងលោកមើលទីនេះជួយខ្ញុំស្វែងរកគ្រូបង្រៀនអីព្រឹទ្ធាចារ្យលីតវិញដំបូងគឺថាសាសមប៉ុន្តែឥឡូវវិញសម្រាប់ពួកគេគឺជារឿងដែលល្អបំផុតលោកប្រុសតូចថយចេញទៅខ្ញុំមិនធ្វើឲ្យលោកប្រុសតូចមានរបួសទេឬក៏សម្រាប់លោកតែខ្ញុំគឺមិនអាចទទួលខុសត្រូវបានទេចុះហ្វានតវិញលីចេញធានតើលោកហ៊ានដែរឬឪពុករបស់ខ្ញុំគឺជាព្រឹទ្ធាចារ្យលីតថាសូម្បីតែលោកម្ចាស់ហងពូក៏មិនអាចជួយលោកបានដែរបើគាត់ដឹងគាត់ក៏យល់ស្របនៅទង្វើរបស់ខ្ញុំដូចគ្នាបើចោលជីវិតក៏ម្នាក់សម្លាប់សត្រូវចោលពីនេះគឺវាមានតម្លៃហើយពួកគេនេះឃើញចឹងគិតថានេះដូចជាទង្វើរបស់គ្រួសារហងពូចុះហ្វានក៏ធ្វើជានឹកឃើញទៅដល់ក្រុមថ្នាំដែលបានជ្រុះនោះគាត់ក៏លោទៅរើយកវាហើយនិយាយថាបងស្រីឆាប់លេបយកក្រុមថ្នាំនេះទៅវានឹងជួយស្អាតកម្លាំងឡើងមកវិញព្រឹទ្ធាចារ្យយើងក៏វាប្រហារទៅដោយនិយាយថារើកងាប់ហើយថាមកពោចេញពីខ្លួនរបស់គាត់នឹងក៏សម្រាប់តែរើកចុះហ្វានពីខាងក្រោយតែនៅពេលនោះក៏មានដៃមួយចេញមករៀបរៀងធម្មពលព្រឹទ្ធាចារ្យលីយៀនហើយក៏បានមករើជំនួសហើយក៏វាយធម្មពលនោះឲ្យទៅឆ្ងាយទៅរួចធម្មពលមួយនោះក៏បានទៅជ្រុំម្ខាងរួចផ្ទួលឡើងយ៉ាងខ្លាំងក្លាជាងក៏សួរថាបងអូនតូចតាក្របថ្នាំនេះគឺល្អមែនឬចុះហ្វានក៏បញ្ញាប់ឆ្លើយតបថាពិតប្រាកដហើយតែភ្លាមព្រឹទ្ធាចារ្យលីក៏ស្ទោចូលមកដោយលបឿនលឿនសម្បៅទៅកាន់ពួកគេទាំង3នាក់នោះជាងនឹងយៀនហើយភ្លាមក៏បានចាប់ដៃគ្នានេះគឺជាការរួមបញ្ចូលគ្នារបស់ពួកគេភ្លើងនិងទឹកក៏បានបង្កើតជាសត្វនាគជាមួយនឹងមយូរ៉ាហើយភ្លាមសត្វតំណាងទាំងពីរនោះក៏សម្បត្តិទៅកាន់ព្រឹទ្ធាចារ្យលីចុះហ្វានដឹងថានាគភ្លើងគឺបង្កើតចេញមកពីអណ្ដាភ្លើងផែនដីផ្ទុះចេញមកពីសមុទ្រភ្លើងមយូរ៉ាវិញគឺបង្កើតចេញមកពីអណ្ដាភ្លើងព្រលឹងព្រះច័ន្ទបេះដូងទឹកកកទឹកជាមួយនឹងភ្លើងនេះជាការរួមបញ្ចូលដ៏មានអំណាចធម្មពលមែនសម្បីតែអ្នកវ៉ាខាត់អាណាចក្របំភ្លឺវិញ្ញាណសតវទី6ហ្នឹងក៏រងរបួសយ៉ាងធ្ងន់ធ្ងរដែរប៉ុន្តែសារភាពនេះលីចេញធានអ្នកវ៉ាខាត់រាងកាយកម្ពូលនឹងអាចទទួលបានដែរទេវាគឺជារឿងមួយផ្សេងទៀតតែតមកព្រឹទ្ធាចារ្យលីក៏ថានេះក៏មិនមែនជារឿងងាយស្រួលដែរតែយ៉ាងណាគាត់ញញឹមឡើងអំណាចធម្មពលបោះខ្មៅចាប់ផ្ដើមចេញពីខ្លួនរួចក៏ចាប់ផ្ដើមប្រើប្រាស់ជំហានដំបូងនៃសិល្បៈបិសាចដែលគាត់បានរៀនដោយស្នៀតទី1នេះមានឈ្មោះថានាគបិសាចហោះហើរប្រើប្រាស់វាឲ្យទៅទប់ទល់ជាមួយនឹងធម្មពលភ្លើងតកកនោះព្រឹទ្ធាចារ្យលីញញឹមឡើងរួចនិយាយថាស្នៀតបិសាចទី2ដែលមានឈ្មោះថាក្រញាំនាគវិញ្ញាណដោយធម្មពលក្រញាំអាថមមួយបានប្រឡាយទៅកាន់វិញ្ញាណសត្វទាំងពីរនោះអញ្ចឹងដោយវាបានបង្កឲ្យទីកន្លែងមួយនោះផ្ទុះឡើងនៅអំណាចធម្មពលយ៉ាងខ្លាំងក្លាក្រោយពីត្រូវមួយសិននេះហើយអ្នកទាំងពីរនោះក៏ចាប់ផ្ដើមព្រួឈាមចេញមកពួកគេនិយាយថានេះមិនមែនជាបច្ចេកទេសរាងកាយអន្តរាយកម្ពុជានោះទេណែតាកញ្ចាស់តើលោកបានរៀនពីបច្ចេកទេសមួយនេះតាំងពីពេលណាព្រឹទ្ធាចារ្យលីឆ្លើយតបជាមួយនឹងអូរ៉ាពេញខ្លួនថាពួកឯងទាំងពីរបន្តិចទៀតនេះនឹងស្លាប់ហើយមិនចាំបាច់ដឹងរឿងច្រើននោះទេជាងគិតថាមើលទៅគាត់នៅពេលនេះគឺលេងមែនតើហើយស្ថានភាពបច្ចុប្បន្នរបស់ពួកយើងមិនអាចតជាមួយនឹងលីជីងធានបានទេរួចមើលទៅកាន់ដបថ្នាំរបស់ចូហ្វានគិតថាមានតែវិធីមួយនេះប៉ុណ្ណោះចូហ្វានក៏លើសម្លឹងមើលពីផ្ទាំងតកនៅក្បែរនោះដែរនៅទីបំផុតត្រីគឺស៊ីនុយហើយរួចគាត់ក៏ទៅលោតចាប់ព្រឹទ្ធាចារ្យលីពីក្រោយដោយនិយាយថាចាប់រត់ទៅបងស្រីខ្ញុំគឺរារាំងគាត់ព្រឹទ្ធាចារ្យលីសួរថាលោកប្រុសតូចធ្វើអ្វីហ្នឹងកុំបង្ខំខ្ញុំឲ្យសោះចូហ្វានតបថាខ្ញុំមិនខ្វល់នោះទេខ្ញុំមិនឲ្យលោកធ្វើបាបទៅកាន់បងស្រីឡើយអ្នកទាំងពីរឃើញការលះបង់របស់ចូហ្វានអញ្ចឹងក៏ភ្ញាក់ផ្អើលដែរជានិយាយថាឥឡូវនេះមានតែភ្នាល់ទេនិយាយហើយក៏ចាក់យកក្រុមថ្នាំចូហ្វានចេញមកខ្ញុំមិនដឹងថាក្រុមថ្នាំនេះអាចជួយមកដល់ពួកយើងបានច្រើនប៉ុណ្ណាទេតែពួកយើងមិនត្រូវឲ្យការខិតខំរបស់ក្មេងនោះប្រែជាអប្រយោជន៍ទេយៀនហើយនិយាយថាយាយកញ្ចាស់ក្មេងប្រុសនោះប្រហែលជាគិតថាយាយកញ្ចាស់ឯងមានវ័យរាងចាស់បន្តិចប៉ុន្តែគឺនៅតែស្រស់ស្អាតជាលឿនអញ្ចឹងនាងក៏ដូចជារៀងអៀនផងដែរឬក៏តវិញថាតាចាស់លោកនៅតែមានរសនិយមបែបបុរាណដដែលបញ្ញាប់លេបថ្នាំមកទៅពួកយើងប្រហែលជាអាចរស់នៅបន្តទៀតរួចនាងក៏មិនចេញអ្វីម្យ៉ាងទេចេញពីចិញ្ចៀនរបស់នាងប្រាប់ថាដល់ពេលដែលត្រូវចេញមកការពារហើយចុះហ្វានជាមួយនឹងព្រឹទ្ធាចារ្យយានក៏ចាប់អារម្មណ៍ផងដែរនេះគឺជាសព្វយានថ្នាក់ស្ដេចអន្ត្រីព្រឺត្បូងតកយានហើយក៏មិនចេញសព្វយានថ្នាក់ស្ដេចមកមួយដូចគ្នាដែលវាគឺជាសត្វខ្លាភ្លើងស្នូផែនដីព្រឹទ្ធាចារ្យលីគិតថាដូចអ្វីដែលអ្នកគ្រប់គ្រងចូលបាននិយាយគូស្នេហ៍កញ្ចាពីរនាក់នេះទោះបីជាបានប្រយុទ្ធគ្នាពិតមែនប៉ុន្តែនៅតែរក្សាទុកសញ្ញាឥតទុកដោះស្រាយជាមួយនឹងខ្ញុំចូហ្វានគិតថាអស្ចារ្យណាស់អ្វីដែលសត្វចម្លែកកញ្ចានេះមានពិតជាលយមែនបើខ្ញុំអាចនាំពួកគេត្រឡប់ទៅកាន់គ្រួសារវិញការលះបង់ទាំងប៉ុន្មានហ្នឹងគឺមានតម្លៃហើយព្រាមមកដែរស្ដេចសត្វទាំងពីរក៏សម្មាតកម្មព្រឹទ្ធាចារ្យលី
ព្រឹទ្ធាចារ្យនិយាយថាលោកប្រុសទៅម្ខាងទៅខ្ញុំត្រូវតែដោះស្រាយជាមួយនឹងពួកគេសិនប៉ុន្តែចុះហ្វាននៅតែសម្បែងហាមគាត់ថាអត់ទេអញ្ចឹងព្រឹទ្ធាចារ្យក៏បញ្ចេញថាមពលបិសាចរបស់គាត់ហើយនិយាយថាអញ្ចឹងលោកប្រុសមានតែបន្ទោសទៅខ្លួនឯងទេអ្នកទាំងពីរនេះក៏បារម្ភផងដែរប៉ុន្តែមើលទៅគឺយឺតពេលទៅហើយមិនអាចជួយបានទេព្រោះតែកញ្ញាំដៃរបស់ព្រឹទ្ធាចារ្យគឺជិតទៅដល់ចុះហ្វានបាត់ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមអង្គុយប៉ែនភ្នែនហើយនិយាយថាអាលអិតយើងនឹងសងសឹកឲ្យឯងខ្លាអណ្ដាតភ្លើងជាមួយនឹងត្រីព្រិលនិងការពារពួកយើងចៃកញ្ចាឥឡូវនេះគូណាតែបញ្ញាប់ចម្រាញ់ក្រុមថ្នាំដែលលេបចូលមុននេះទៅបាតដៃរបស់ព្រឹទ្ធាចារ្យនេះនៅតែបន្តទៅអញ្ចឹងប៉ុន្តែភ្លាមបែរជាអ្នកទាំងពីរនាក់នេះបានទះដៃគ្នាទៅវិញស្ដេចសាវិញ្ញាណទាំងពីរក្បាលដល់ពេលឃើញអញ្ចឹងគាំងមែនតើគូស្នេហ៍ទាំងពីរនាក់នោះកំពុងតែចម្រើនកម្លាំងធាតុអញ្ចឹងមិនបានដឹងអ្វីនោះទេជូហ្វានិយាយថាអ្វីដែលនៅសល់ឲ្យពួកគេនោះស្រូបយកធម៌ពលចេញពីក្រុមថ្នាំព្រឹទ្ធាចារ្យនិយាយថាអ្នកគ្រប់គ្រងចូលវិធីសាស្ត្ររបស់លោកនេះពិតជាអស្ចារ្យមែនល្បីរបស់លោកនេះមិនធម្មតានោះទេដែលអាចឲ្យមនុស្សចំមាទាំងពីរនាក់នោះលេបយកក្រុមថ្នាំបានពួកគេមានការប្រុងប្រយ័ត្នខ្លាំងតែចុងក្រោយបែរជាធ្លាក់នៅក្នុងល្បិចបែបនេះទៅវិញចុះហ្វានតបថាព្រឹទ្ធាចារ្យមិនចាំបាច់លើកសរសើរអញ្ចឹងទេគឺមិនមានអ្វីជាអាចកំបាំងអំពីជំនាញរបស់ខ្ញុំឡើយខ្ញុំគ្រាន់តែបានឲ្យពួកគេឈានមកដល់ផ្លូវមួយនេះអ្វីដែលគ្រោះថ្នាក់បំផុតពួកគេផ្ដោតនឹងប្រុងប្រយ័ត្នទៅលើតែមនុស្សម្នាក់ដល់អញ្ចឹងក៏ធ្វើឲ្យការប្រុងប្រយ័ត្នរបស់ពួកគេលើខ្ញុំបានធ្លាក់ចុះបើសិនបើពួកគេបានឃើញខ្សែនៃសង្គមគឺចាប់យកមិនឲ្យរបូតទេក្រុមថ្នាំដែលលេបចូលទៅគឺជាការពណ៌នាដ៏ស័ក្តិសមតែលោកគិតអញ្ចឹងទេអ្វីដែលខ្ញុំធ្វើបានរៀបចំតាមដំណាក់កាលបង្ការគ្រោះថ្នាក់កាន់តែខ្លាំងជាងមុនរួចឲ្យពួកគេនោះលេបយកគ្រោះថ្នាក់ដោយមិនបានគិតគូរអ្វីទាំងអស់ព្រឹទ្ធាចារ្យគិតថាគាត់នេះខ្លាំងទាំងប្រាជ្ញាជាមួយនឹងការប្រយុទ្ធវិធីសាស្ត្ររបស់គាត់នេះគឺពិបាកឲ្យពួកគេនោះដឹងណាគាត់ជាមនុស្សដែលឆ្លាតបំផុតនៅក្នុងរយៈពេល1000ឆ្នាំនេះមែនចុះហ្វានិយាយថាយ៉ាងណាមិញព្រឹទ្ធាចារ្យលោកនិយាយថាគ្រូសាហងពូចង់បានគូស្នេហ៍ទាំងពីរនាក់នេះរួចក៏បានបញ្ចូលអ្នកវឹកហាត់អាណាចក្របំភ្លឺវិញ្ញាណមកដូចគ្នាតើវាមិនតើតើជាមួយនឹងល្បិចរបស់លឹងវូឆាងដែលបានរៀបចំទេព្រឹទ្ធាចារ្យតបថាប្រកាសណាគាត់នោះជាអ្នករៀបចំគ្រាន់តែគាត់នឹងមិនមានដង្កូវឈាមដូចជាលោកអញ្ចឹងគាត់គ្រាន់តែរៀបចំគម្រោងការឲ្យលំពណ៌អ្នកទាំងពីររួចបង្ខំឲ្យទៅគ្រួសារហងពូប៉ុណ្ណោះប៉ុន្តែផ្ទុយពីការរំពឹងទុកបញ្ហានេះក៏ត្រូវបានបញ្ឈប់លោកម្ចាស់ហងពូក្នុងពេលនោះគឺចង់បង្ខំឲ្យគូស្នេហ៍ទាំងពីរនាក់នេះចោលចាញ់ប៉ុន្តែបំភ្លេចពីការបង្ខំពួកគេនេះចោលទៅដោយសារពួកគេនេះរឹងរូសពេកហើយបានធ្វើឲ្យពួកគេនេះមិនព្រមចូលចាញ់តតែសោះចុះហ្វានគិតថានេះមិនមែនជាកំហុសរបស់លឹងវូឆាងទេប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចពេលនេះបើសិនបើខ្ញុំមិនមានដង្កូវឈាមខ្ញុំក៏ត្រូវតែត្រឡប់ទៅផ្ទះវិញដោយដៃទទេដែរពេលវេលាក៏ចេះតែកន្លងផុតទៅយានហើយក៏បានបើកភ្នែកមកវិញគាត់ក៏ភ្ញាក់ផ្អើលក្រោយពេលឃើញចុះហ្វានជាមួយនឹងព្រឹទ្ធាចារ្យឈរធម្មតាដល់អញ្ចឹងទៅក៏ស្រែកសួរថាតើពួកឯងធ្វើអីហ្នឹងចុះហ្វាននិយាយថារៀមច្បងឲ្យខ្ញុំណែនាំខ្លួនឯងសារជាថ្មីខ្ញុំមិនមែនមកពីគ្រួសារហងពូទេប៉ុន្តែមកពីគ្រួសារលោកអ្នកគ្រប់គ្រងចុះហ្វានខ្ញុំមកនេះតំណាងឲ្យមេគ្រួសារដោយអញ្ជើញរៀមច្បងទៅកាន់គ្រួសាររបស់ពូយើងហើយធ្វើជាព្រឹទ្ធាចារ្យបើយល់ព្រមផ្ដល់កិត្តិយសជាពូនពេកដល់ពូយើងហើយអ្នកទាំងពីរនេះដល់ពេលលើអញ្ចឹងក៏ភ្ញាក់ផ្អើលព្រឹទ្ធាចារ្យសើឡើងហើយនិយាយថាខ្ញុំមិនមែនជាភ្ញៀវកិត្តិយសរបស់គ្រួសារហងពូទៀតទេชั่วโมងមកវិញខ្ញុំបានចូលរួមជាមួយនឹងគ្រួសារលោកហើយខ្លាចទៅជាព្រឹទ្ធាចារ្យខ្ញុំក៏លើកឡើងពីធម៌ពលគួរឲ្យចាប់អារម្មណ៍របស់ពលលោកអញ្ចឹងហើយពួកយើងមកទីនេះគឺអញ្ជើញពលលោកធ្វើជាព្រឹទ្ធាចារ្យយើងហើយមិនចង់ជឿប្រមាណនោះទេដែលគ្រួសារលោកនេះអាចឲ្យលីជីងធានចូលរួមបាននោះមើលទៅនេះមិនមែនជាការលេងសើចនោះទេការដែលប្រមាថទៅកាន់គ្រួសារហងពូមិនមែនជារឿងធម្មតាឡើយបន្ថែមពីនេះទៀតគ្រួសារហងពូគឺមិនដែលធ្វើសកម្មភាពអ្វីនោះទេពួកគេគឺមិនចំណាយពេលវេលាអីមកគេនេះម្ដងទៀតទេតែគ្រួសារលោកនេះគឺជាអ្វីទៅដោយមិនខ្លាចសូម្បីតែគ្រួសារហងពូជានិយាយថាបងប្រុសក្រែងបងស្រីនិយាយថានឹងយើងឯងធ្វើជាសិស្សប៉ុន្តែខ្ញុំមិនទាន់និយាយថាខ្ញុំគឺបានទទួលយកឯងជាផ្លូវការនៅឡើយទេយានហើយនិយាយថាត្រែហៅអ្នកដែលអាចគ្រប់គ្រងយាយកញ្ចានេះបានមានតែខ្ញុំទេចុះហ្វានិយាយថាមិនអីនោះទេព្រោះខ្ញុំគឺមិនដែលបង្ខំមនុស្សពីមុនមកឡើយបើគិតទៅខ្ញុំប្រហែលជាបានបង្កើតកំហុសគួរឲ្យសោកខ្ពើមយ៉ាងណាខ្ញុំក៏បានដាក់វាចូលទៅក្នុងកែវភ្នែករបស់ខ្ញុំត្រូវតែទទួលបានអ្វីដែលខ្ញុំមិនមានអ្នកផ្សេងក៏មិនអាចមានដែរឬក៏ប្រើម្រាមដៃរបស់គាត់នឹងចងអត់ឡើងទៅខាងលើបន្តិចគឺបានធ្វើឲ្យអ្នកទាំងពីរនាក់នេះព្រោះឈាមចេញមើលតែម្ដងស្ដេចសាវិញ្ញាណដល់ពេលឃើញចឹងក៏ចង់សម្បើចូលមកចុះហ្វានិយាយថាសាវិញ្ញាណទាំងពីរក្បាលនេះគួរណាតែនៅឲ្យស្ងៀមទៅឬក៏ចង់ឲ្យម្ចាស់របស់ពួកឯងនឹងប្រែក្លាយទៅជាសាកសព
ហើយចុះហ្វានក៏ប្រើថាមពលមិនថានធ្វើទុកទៅកាន់ពួកគេនោះស្ដេចសាវញ្ញទាំងពីរក្បាលក៏លើពីសម្រែករបស់ម្ចាស់ខ្លួនព្រឹទ្ធាចារ្យគិតថាជាមួយនឹងចុះហ្វាននេះសូម្បីតែសត្វខាងវិញ្ញាណនឹងក៏មិនអាចកិច្ចចេញពីការគ្រប់គ្រងរបស់គាត់ដែរចុះហ្វានក៏បានមកជិតរួចសួរថារៀនច្បងហេរីបានជារឿងរបួសខ្លាំងអញ្ចឹងឲ្យតែពួករៀនច្បងយល់ព្រមចូលរួមជាមួយនឹងគ្រូសាឡូចេញជៀនស្រែកឡើងទាំងកំហឹងថាតែបានធ្វើអ្វីដាក់លើពួកយើងចុះហ្វានតបថាប្រកាសណាស់គឺមិនអាចឲ្យពួកអ្នករស់នៅបានហើយក៏មិនអាចឲ្យពួកអ្នកស្លាប់បានដូចគ្នាយានឲ្យមិននឹកស្មានថាគាត់បានដើរហើរនៅលើពិភពលោកនេះជាច្រើនឆ្នាំប៉ុន្តែថ្ងៃនេះបានជិតធ្លាក់នៅក្នុងដៃអាក្មេងនេះទៅវិញឯចុះហ្វានក៏និយាយថាឥឡូវខ្ញុំសួរជាលើកចុងក្រោយតើអ្នកទាំងពីរនឹងចូលរួមមែនទេពួកគេនោះក៏ឆ្លើយតបថាទោះជាយ៉ាងម៉េចក៏មិនចូលរួមដែរចុះហ្វាននិយាយថាខ្ញុំឲ្យអ្នកទាំងពីរធ្វើជាព្រឹទ្ធាចារ្យនៅក្នុងគ្រួសារលោកទេអ្នកទាំងពីរគឺមិនចាំបាច់មានភាពអាម៉ាស់នៅក្នុងខ្លួនឡើយបើមិនជឿសម្ដីរបស់ខ្ញុំទេអាចសួរព្រឹទ្ធាចារ្យលីបានព្រឹទ្ធាចារ្យលីនិយាយទាំងសោយថាអ្នកគ្រប់គ្រងចូលជាមនុស្សសុភាពរាបសារនិងគួរឲ្យគោរពប៉ុន្តែនៅក្នុងចិត្តវិញគិតថាតាមពិតទៅគឺខូខើណាស់ចុះហ្វាននេះគឺអាក្រក់ជាងអ្នកគ្រប់គ្រងឡើងបូឆាងនៅឯគ្រួសារផងពូទៀតទោះជាអញ្ចឹងអ្នកទាំងពីរនោះនៅតែប្រកែកថាគ្មានផ្លូវដែលយល់ព្រមនោះទេចុះហ្វានផ្លាស់ប្ដូរទៅមកហើយសួរថាតើអ្នកទាំងពីរមិនទាន់ទទួលស្គាល់ការពិតទេឬបើអញ្ចឹងទៅហើយរឿងដែលការឡើងបន្ទាប់មានតែបន្តទៅលើខ្លួនឯងទេហើយចុះហ្វានបញ្ជាថាមកពូតែបន្តិចហ្នឹងគឺបំបាក់ចឹងដៃចោលតែម្ដងអ្នកទាំងពីរនោះដល់ពេលត្រូវអញ្ចឹងទៅស្រែកឡើងទាំងភាពឈឺចាប់ព្រឹទ្ធាចារ្យលីនៅខាងក្រៅនោះឃើញហើយបើកភ្នែកធំជាសមាហៅដែលខ្ញុំចូលរួមជាមួយនឹងគាត់លឿននោះមិនដឹងថាឈឺចាប់ប៉ុណ្ណានោះទេបើការរឹងទុកនេះធ្លាក់មកលើខ្លួនខ្ញុំចុះហ្វាម្នាក់នេះគឺពិតជាពឹសពុលខ្លាំងមែនភ្លាមនោះដែរសត្វខ្លាវិញ្ញាណហ្នឹងក៏ស្រែកគំរាមទៅចុះហ្វានដោយស្ដេចសត្វវិញ្ញាណទាំងពីរហ្នឹងចាប់ផ្ដើមបញ្ចេញកំហឹងដាក់ពួកគេហើយចុះហ្វានិយាយថាសត្វចិញ្ចឹមដែលមិនដឹងពីរបៀបក្នុងការគោរពម្ចាស់និយាយអញ្ចឹងហើយគាត់ក៏ផ្ទាត់ដៃរបស់ខ្លួនឯងបន្តិចទៀតបានធ្វើឲ្យអ្នកទាំងពីរនេះឈាមហូរចេញពីមាត់នឹងដូចជាទឹកអញ្ចឹងឯស្ដេចសត្វវិញ្ញាណទាំងពីរក៏សម្លឹងមើលទៅកាន់ម្ចាស់របស់ខ្លួនចុះហ្វានិយាយថាយើងប្រាប់ហើយឲ្យនៅឲ្យស្ងៀមទៅតើឯងមិនចង់ឲ្យពួកគេនោះបន្តរស់នៅទេយានហើយនិយាយទាំងពិបាកថាខ្លាដាភ្លើងអន្ត្រីព្រិលត្រឡប់មកវិញសិនមកចុះហ្វានិយាយថាសត្វចិញ្ចឹមរបស់លោកបារម្ភពីលោកគឺស្ទើរតែស្លាប់ទៅហើយតើចាំបាច់អីខូខើដាក់ខ្លួនឯងអញ្ចឹងតែយានហើយនោះនៅតែនិយាយថាអត់ឯងក៏មិនងាយពួកយើងឲ្យសោះទោះជាពួកយើងបានធ្លាក់ចូលក្នុងអន្ទះរបស់ឯងតែគ្មានផ្លូវទេដែលពួកយើងយល់ព្រមនោះឈិនជានិយាយថាតែកញ្ចាស់អ្វីដែលពួកយើងចង់ធ្វើគឺបានធ្វើរួចយូរណាស់មកហើយស្លាប់ក្រោមដៃអាក្មេងនេះពួកយើងគឺគ្មានកិត្តិយសអ្វីនោះទេតែការដែលបានស្លាប់ជាមួយនឹងលោកជារឿងដែលល្អហើយចុះហ្វានគិតថាពួកនេះពិតជារឹងរូសខ្លាំងមែនពេលដែលពួកគេមានចរិតអញ្ចឹងទៅកាន់តែធ្វើឲ្យខ្ញុំមិនចង់បានបន្ថែមទៀតទោះបីជាគូស្នេហ៍នេះរឿងរ៉ូមែនប៉ុន្តែវាក៏មានចំណុចខ្សោយផងដែរចុះហ្វានិយាយថាខ្ញុំទើបតែបានស្គាល់អ្នកទាំងពីរនោះទេប៉ុន្តែខ្ញុំអាចមើលឃើញក្តីស្រឡាញ់ដែលអ្នកទាំងពីរបានឲ្យទៅគ្នាទៅវិញទៅមកតែពួកអ្នកពិតជាចង់សម្លឹងមើលឃើញម្នាក់ទៀតត្រូវស្លាប់មែនឬយានហើយនិយាយថាអត់ឯងនៅក្មេងណាស់ប៉ុន្តែឯងពើពោខ្លាំងអញ្ចឹងទៅហើយតើក្មេងដូចជាឯងហ្នឹងអាចស្គាល់ពីក្តីស្រឡាញ់យ៉ាងម៉េចទៅឲ្យតែនាងអាចនៅជាមួយខ្ញុំសូម្បីតែការស្លាប់ក៏គ្មានភាពសោកស្ដាយដែរចុះហ្វានតវិញតើខ្ញុំមិនដឹងពីស្នេហាឬអញ្ចឹងខ្ញុំនឹងប្រាប់លោកពីស្នេហាដែលខ្ញុំបានមើលឃើញដំបូងគេបង្អស់គឺសម្បើទៅលើលោកវាយគ្នាជាមួយនឹងយាយកញ្ចាស់នោះពេញមួយជីវិតប៉ុន្តែមិនដែលឈ្នះសំបីម្ដងទេអ្នកទាំងពីរមានកម្រិតវឹកហាត់ស្មើគ្នាហើយក៏មានរណ្ដាប់ភ្លើងកម្រដូចគ្នានាងក៏ប្រើប្រាស់ការវឹកហាត់របស់នាងរក្សាសម្រស់ឲ្យនៅវ័យក្មេងទៀតតែហេតុអ្វីទៅដែលលោកមិនអាចយកឈ្នះនាងបាននោះវាច្បាស់ណាស់កន្លងមកលោកតែងតែទន់ភ្លន់ដាក់នាងរហូតចំណែកឯនាងវិញពិភពលោកប្រហែលជាគិតត្រូវហើយតែនាងបែរជាខ្ជះខ្ជាយការវឹកហាត់របស់នាងទៅលើការរក្សាសម្រស់អ្វីដែលខ្ញុំឃើញច្បាស់នាងគឺរកសេចក្តីស្លាប់ហើយវាមិនអីនោះទេបើសិនជានាងបង្ហាញខ្លួននៅចំពោះមនុស្សជារៀងរាល់ថ្ងៃតែមាននរណាគេឃើញនាងទៅទាំងដែលខ្លួននាងលាក់ខ្លួននៅលើភ្នំហ្នឹងខ្ញុំដឹងថានាងធ្វើអញ្ចឹងព្រោះតែប្តីរបស់នាងប៉ុន្តែវាគឺខ្ជះខ្ជាយទាំងស្រុងយានហើយក៏សួរថាជិនតើនាងនៅក្មេងព្រោះតែខ្ញុំឬឲ្យខ្ញុំមើលឲ្យច្បាស់ទៅមើលរាប់ឆ្នាំនេះខ្ញុំប្រហែលជាខ្វាក់ភ្នែកហើយដែលខ្ញុំមិនដែលឃើញថានាងមានសម្រស់សារអញ្ចឹងចុះហ្វានក៏ថានេះជាអ្វីប្រកបដែលខ្ញុំចង់បានខ្ញុំនឹងធ្វើឲ្យស្នេហារបស់អ្នកទាំងពីរនេះឈានទៅដល់ចំណុចកំពូលរួចចាប់ទាញវាទម្លាក់ចុះមកក្រោមវិញបង្ខំឲ្យពួកគេនោះព្រមទទួលយកចុះហ្វានបន្តតែពួកអ្នកក៏ថាខ្ញុំកំពុងតែច្រៀងសរសើរមែនទេឥឡូវខ្ញុំនឹងប្រាប់ទៅកាន់អ្នកទាំងពីរស្នេហាជាចំណុចខ្សោយបំផុតរបស់លោកយានហើយជឿថាអាចង្រៃពួកយើងបានស្រឡាញ់គ្នាពេញមួយជីវិតទៅហើយពួកយើងរស់នៅនិងស្លាប់រស់ជាមួយគ្នាគ្មានអ្វីដែលអាចបញ្ឈប់ពួកយើងបានទេ
ចូលហ្វានសួរបញ្ជាក់ថាអូអញ្ចឹងមែនឬក៏ក៏បានស្ទុះទៅចុតបាយកជីងជៀនយានហើយស្រែកឡើងថាអញធ្វើអ្វីនឹងដោះលែងនាងទៅកុំប៉ះពាល់ប្រពន្ធរបស់យើងជីងជៀននិយាយទាំងពិបាកថាកុំចាញ់បោកអីបើសិនម្នាក់ស្លាប់ម្នាក់ទៀតក៏ប្រកាសជាត្រូវទៅតាមជាមួយដែរក្មេងនេះមិនអាចផ្លាស់ប្ដូរអ្វីបាននោះទេចូលហ្វានក៏សួរតើនាងគិតថាងាយស្រួលដែរមែនដែលស្លាប់ក្រោមដៃរបស់ខ្ញុំកុំអារម្មណ៍អីខ្ញុំមិនសម្លាប់នាងទេប៉ុន្តែពេលវេលាមកដល់នាងនឹងអង្វរខ្ញុំឬក៏ប្រើស្នៀតការផ្លាស់ប្ដូរបិសាចដាក់ទៅលើរាងកាយរបស់នាងមើលទៅសភាពរបស់នាងនៅពេលនេះស្លេកស្លាំងដូចជាគ្រោងឆ្អឹងអញ្ចឹងចូលហ្វាននិយាយថាយាយកញ្ចាស់តើនេះគឺជាសភាពរបស់ឯងឬនាងឯងគឺមិនអាចសិននៅក្នុងវ័យក្មេងបានយូរទៀតទេហេរីមិនធ្វើឲ្យខ្លួនឯងនឹងស្រស់ស្អាតឲ្យប្តីខ្លួនឯងមើលទៅនិយាយចប់ចូលហ្វានក៏បានទម្លាក់រាងកាយនាងចូលឈៀងជៀនមើលទៅកាន់រាងកាយរបស់ខ្លួនឯងហើយនិយាយថាអត់នោះទេតាកញ្ចាស់ក៏មើលមកកាន់ខ្ញុំចូលហ្វានចាំមុខនាងឡើងហើយនិយាយថាវាអត់ប្រយោជន៍ទេរាងកាយរបស់នាងសិននៅក្រោមការគ្រប់គ្រងរបស់ខ្ញុំតាចាស់នោះបានមើលឃើញភាពចាស់ជរារបស់នាងហើយចូលហ្វានគិតថាដំបងត្រូវតែបំផ្លាញផ្លូវចិត្តរបស់យាយចាស់នេះសិនយានហើយស្រែកឡើងថាជៀងជៀនកុំបារម្ភអីសម្រាប់ខ្ញុំនាងនៅតែស្អាតជាងគេអញ្ចឹងតែចូលហ្វាននិយាយចំអិនថាបងស្រីឥឡូវនេះមើលទៅកាន់ខ្លួនឯងទៅមើលទៅនាងមិនបានឃើញថាខ្លួនឯងនៅតែជាបងស្រីទៀតទេមិនអញ្ចឹងអីជឿនជឿនតបទាំងផាត់ភ័យថាកុំនិយាយអញ្ចឹងអីចូលហ្វានគិតថាឥឡូវនេះដល់ពេលដែលបង្ក្រាបតាចាស់នោះម្ដងឯយានហើយស្រែកឡើងយ៉ាងខ្លាំងថាអាសត្វចង្រៃឯងជប់ភ្លាមទៅមិនអញ្ចឹងទេឯងនឹងស្ដាយក្រោយ